ឃើញថាវាមានភាពងាយស្រួលហើយកាត់បន្ថយពេលវេលាបានច្រើនគ្រាន់តែថាយើងរងចាំនៅក្នុងប្រព័ន្ធគេ approve មន្ត្រីរបស់យើង approve ពីក្រសួងមួយទៅក្រសួងមួយទៅមកដល់បសគឺប្រព័ន្ធរបស់យើងគឺចេញវិញ្ញាបនបត្រអូតូតែម្ដង បាទខ្ញុំឈ្មោះហេងសុផានរិទ្ធជាអគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយក៏ជាអ្នកនាំពាក្យរងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទទួលបន្ទុកផ្នែកបេឡាជាតិសន្តិសុខសង្គមផងដែរតកតងជាមួយនឹងសេវាចុះបញ្ជីសហគ្រាសគ្រឹះស្ថានរបស់បសនេះគឺបានដាក់បញ្ចូលនៅក្នុងសេវាecology របស់ថ្នាលខំទីអេចរួចទៅហើយបាទមានសេវានោះគឺយើងឲ្យឈ្មោះថាជាសេវាចុះបញ្ជីការសហគ្រាសគ្រឹះស្ថានបាទអរគុណសម្រាប់ការផ្លាស់ប្ដូរពីយើងអាចនិយាយបានថាពី hard copy មកជាប្រព័ន្ធនេះគឺវាមានអត្ថប្រយោជន៍ច្រើនបានជួយសម្រួលនិងបង្កើនផលិតភាពការងារពិសេសជួយសម្រាលបន្ទុកការងារចុះស្រាវជ្រាវសហគ្រាសបើកថ្មីដើម្បីជំរុញអនុលោមភាពច្បាប់ស្តីពីរបបសន្តិសុខសង្គមពីមុននៅពេលដែលយើងចង់មកចុះបញ្ជីធ្វើបានបសយើងត្រូវតែរត់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយបានទៅពន្ធដារបន្ទាប់មកបានស្នើសុំ approval ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចហើយបានយើងមកធ្វើការចុះបញ្ជីជាមួយនឹងបេឡាជាតិសមាគមប៉ុន្តែនៅពេលដែលបច្ចុប្បន្ននេះយើងបានផ្លាស់ប្ដូរពីការចុះបញ្ជីដោយផ្ទាល់ទៅជាលក្ខណៈថា online ដែលយើងហៅថាតាមរយៈថ្នាល CanDX នេះឃើញថាវាមានភាពងាយស្រួលហើយកាត់បន្ថយពេលវេលាបានច្រើនគ្រាន់តែថាយើងរងចាំនៅក្នុងប្រព័ន្ធគេ approve មន្ត្រីរបស់យើង approve ពីក្រសួងមួយទៅក្រសួងមួយទៅមកដល់បសគឺប្រព័ន្ធរបស់យើងគឺចេញវិញ្ញាបនបត្រអូតូតែម្ដងបាទសម្រាប់សារចុងក្រោយទៅអ្នកដែលប្រើប្រាស់នេះគឺស្នើសុំឲ្យម្ចាស់អាជីវកម្មដែលមិនទាន់បានពេញអនុលោមភាពចុះបញ្ជីទាំងអស់ហ្នឹងគឺអាចប្រើប្រាស់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចនេះបានដោយសារតែប្រព័ន្ធយើង approve តាម online ទាំងអស់គ្នាហើយសម្រាប់មួយទៀតនោះគឺវាចំណេញពេលវេលាបាទចំណេញពេលវេលាអញ្ចឹងទេសម្រាប់ខ្ញុំគិតថាស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលមិនទាន់បានដាក់បញ្ចូលសេវារួមគ្នានៅក្នុងប្រព័ន្ធ CanDX នេះយើងអាចពិនិត្យលទ្ធភាពមើលតើតើសេវាមួយណាដែលវាអាចដាក់បញ្ចូលនៅក្នុងប្រព័ន្ធនឹងបានយើងគួរតែដាក់បញ្ចូលទៅដើម្បីកាត់បន្ថយពេលវេលាក៏ដូចជាចំណេញថវិកាជាច្រើនផងដែរ